នេះគឺជាឱកាសស្ថិតនៅក្នុងខែដែលនាំមកនៅរិស័យឆ្នាំឆ្លូវរបស់លោកអ្នកទទួលបានឱកាសភាពជាអ្នកដឹកនាំគេឈ្មោះភាពល្បីល្បាញលំហូរសាច់ប្រាក់ប្រភពប្រាក់ចំណូលទៀងទាត់ល្អគេឈ្មោះការងារដែលមានទូនាទីខ្ពស់ហើយក៏គួរប្រុងប្រយ័ត្នចំពោះបញ្ហាមួយចំនួនដូចជាការនិយាយដើមចាក់ចុចអុចអាលពីក្រោយខ្នងការក្បត់បញ្ហាឧបសគ្គគ្រោះថ្នាក់ជួបការលំបាកទំនាក់ទំនងនៅក្នុងគ្រួសារនេះគឺជាជោគជតារាសីឆ្នាំឆ្លូវប្រចាំខែ2ខែកុម្ភៈឆ្នាំ2026 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងធ្វើការបកស្រាយជោគជតារាសីឆ្នាំឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែ2ខែកុម្ភៈឆ្នាំ2026ថ្លៃអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អៗនៅលើ Channel លោកផងដែរនេះជាការព្យាករណ៍ជោគជតារាសីឆ្នាំឆ្លូវប្រចាំខែ2ខែកុម្ភៈឆ្នាំ2026 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេយើងឃើញហើយថាកត្តាធំទាំង6បានស្ដែងចេញជារាសីរបស់លោកអ្នកឆ្លូវស្ថិតនៅក្នុងខែ2នេះចឹងកត្តាធំទាំង6នោះគឺរួមមានដូចជាទី1តកតងជាមួយនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរបស់លោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបាន 75% កត្តាធំទី2ដែលពាក់ព័ន្ធជាមួយនឹងគោលបំណងនៃជីវិតទស្សនវិស័យផែនការការងារយុទ្ធសាស្ត្រការដឹកនាំផ្សេងរាសីឆ្លូវរបស់លោកអ្នកទទួលបាន 75% កត្តាធំទី3ដែលពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងស្នេហាឬឱកាសនៅក្នុងការធ្វើទីផ្សារបិទការលក់រាសីឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបាន 40%កត្តាធំទី4ដែលពាក់ព័ន្ធជាមួយនឹងមិត្តភ័ក្តិនិងគ្រួសារឱកាសស្ថិតនៅក្នុងខែ2នេះឆ្លូវរបស់លោកអ្នកនឹងគឺទទួលបាន 35% ហើយកត្តាធំទី5ដែលតាក់ទងជាមួយនឹងសុខភាពកាយសម្បទាមាំមួនរាសីឆ្នាំឆ្លូវស្ថិតនៅក្នុងខែ2ទទួលបាន 40% កត្តាធំទី6ដែលតាក់ទងជាមួយនឹងការរួមចំណែកនៅក្នុងសង្គមសកម្មភាពអាជីវកម្មការដឹកនាំបណ្ដាញសិទ្ធិអំណាចឱកាសតូចធំនៅក្នុងមុខរបររស៊ីស្ថិតនៅក្នុងការងារសំខាន់របស់លោកអ្នកគឺទទួលបាន 45% បាទអញ្ចឹងយើងឃើញថាឱកាសទាំងអស់នេះគឺវាឡើងចុះអាស្រ័យទៅលើបរិស្ថានអាស្រ័យទៅលើការដឹកនាំសម្រាប់ចិត្តការប្រស្រ័យតាក់ទងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនព្រមទាំងជោគជតារាសីរបស់លោកអ្នកនឹងផងដែរហើយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីព័ត៌មានលម្អិតស្ដីអំពីជោគលាភស្ដីអំពីបញ្ហាគ្រោះឧបសគ្គហើយនឹងរបៀបនៅក្នុងការដោះស្រាយបញ្ហារបស់លោកអ្នកយ៉ាងពិសេសសម្រាប់រាសីឆ្នាំឆ្លូវនាពេលបន្តិចទៀតនេះបាទឥឡូវយើងកលេចមើលតាក់ទងជាមួយនឹងមុខរបរអាជីពការងាររបស់រាសីឆ្នាំឆ្លូវលោកអ្នកស្ថិតនៅក្នុងខែ2នេះវិញម្ដងអញ្ចឹងយើងឃើញថាតំណែងតំណងតែងតែប្រស្រ័យតាក់ទងញឹកញាប់ជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំមមេឆ្នាំខាលឆ្នាំជូតហើយនឹងឆ្នាំរោងផងដែរសម្រាប់កិច្ចការងារសង្គមការងាររួមចំណែកនៅក្នុងការជួយភាពដឹកនាំការងារមុខរបរតាក់ទងជាមួយនឹងមុខរបរតូចធំនៅខាងក្រៅហ្នឹងគឺរាសីឆ្នាំឆ្លូវរបស់លោកអ្នកតែងតែប្រស័យតាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំមមែឆ្នាំម្សាញ់រកាហើយនឹងឆ្លូវនោះផងដែរអញ្ចឹងយើងឃើញថាឱកាសយោងទៅតាមរាសីឆ្លូវរបស់លោកអ្នកជាមនុស្សដែលមានរាសីខ្លាំងអញ្ចឹងស្ថិតនៅក្នុងខែ2នេះដែលជាខែខាលបានភ្ជាប់មុខជាមួយនឹងឥទ្ធិពលនៃជោគជតារាសីធំនៃធាតុទាំង4គឺធាតុឈើធាតុភ្លើងធាតុដីហើយនិងធាតុមាសនេះផងដែរកត្តាទាំងអស់នេះធ្វើឲ្យលោកអ្នកនឹងមានសេចក្តីប្រកួតប្រជែងការងារដឹកនាំហើយមានភាពអង់អាចក្លាហានមានសិទ្ធិអំណាចការងារទទួលបានកិត្តិយសទទួលបាននៅភាពល្បីល្បាញនិងលំហូរសាច់ប្រាក់និងថឹងនោះផងដែរយ៉ាងណាមិញកត្តាទាំងអស់នោះបានបង្ហាញឲ្យយើងឃើញថារាសីឆ្នាំឆ្លូវរបស់លោកអ្នកចំពោះឱកាសនៅក្នុងការងារបង្ហាញអំពីការឡើងតំណែងការទទួលខុសត្រូវធំហើយថ្មីមានការផ្លាស់ប្ដូរនៅក្នុងស្ថាប័នធំនិងជាផ្លូវការ
ហើយនៅក្នុងនោះផងដែរក៏យើងឃើញថាវាមានរឿងដែលយើងគួរប្រុងប្រយ័ត្នមួយចំនួនដែរគឺអាចបង្កើតនៅសម្ពាធភាពតានតឹងចេញអំពីថ្នាក់លើឬក៏ជាបទបញ្ជាដែលត្រូវបង្ហាញពីសមត្ថភាពនៅក្នុងការគ្រប់គ្រងនៅភាពតានតឹងនិងការគោរពនៅវិន័យនោះផងដែរដោយយោងទៅតាមព័ត៌មានទាំងអស់នេះហើយរិស័យឆ្នាំឆ្លូវរបស់លោកអ្នកនៅកន្លែងការងារមុខរបរអាជីពតំណែងតំណងតូចធំនឹងគួរតែត្រូវពង្រីកតំណែងតំណងជាមួយនឹងបុគ្គលដែលមានអំណាចឬក៏អ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យឬក៏ក្នុងការងារដែលពាក់ព័ន្ធនៅក្នុងមុខរបរការងារដែលបងប្អូនកំពុងតែធ្វើអញ្ចឹងនៅក្នុងបណ្ដាមួយចំនួនដែលធ្វើឲ្យរិស័យរបស់លោកអ្នកអាចធ្លាក់ចុះសកម្មភាពទាំងអស់នេះគួរយកចិត្តទុកដាក់ស្ថិតនៅក្នុងខែ2នេះវាតំណាងឲ្យគ្រោះថ្នាក់បញ្ហាសុខភាពវះកាត់ឬក៏មនុស្សដែលមានអំណាចឬក៏អំពើដែលគេហៅថាហិង្សាវាអាចកើតមានឡើងយ៉ាងណាមិញក៏វាតាក់ទងជាមួយនឹងការនិយាយដើមការផាត់ក្បត់ចាក់ពីក្រោយខ្នងក្បត់ពីក្រោយខ្នងចេញអំពីបណ្ដាមនុស្សដែលនៅជុំវិញខ្លួនរបស់លោកអ្នកតំណាងឲ្យការរាំងស្ទះការខាតបង់ហើយត្រូវខូចខាតពីព្រោះតែយើងខ្វះការប្រុងប្រយ័ត្នហើយវាតាក់ទងជាមួយនឹងការឧបទ្ទវហេតុដែលកើតឡើងភ្លាមឬក៏បញ្ហាតូចតាចដែលធ្វើឲ្យរំខានទៅដល់ការងាររបស់បងប្អូនហើយវាកើតឡើងចេញអំពីអារម្មណ៍មួយដែលឯកោឯកាឬក៏នៅម្នាក់ឯងឬក៏តំណាងឲ្យធ្វើឲ្យយើងនឹងគឺមានអរិយាប័ត្រស្ថិតនៅក្នុងការលំបាកនិងជួបប្រទះនៅបញ្ហាតំណែងតំណងនៅក្នុងគ្រួសារឬក៏នៅក្នុងផ្ទះរបស់យើងផងដែរអញ្ចឹងបណ្ដាលអ្វីដែលយើងគួរប្រុងប្រយ័ត្នស្ថិតនៅក្នុងខែ2នេះគឺស្ថិតនៅលើថ្ងៃទី9ថ្ងៃទី19ព្រមទាំងថ្ងៃទី10និងថ្ងៃទី20នោះផងដែរបាទអញ្ចឹងនៅក្នុងចំណោម28ថ្ងៃនៅក្នុងខែ2បងប្អូនលោកអ្នកគឺមានការប្រកួតប្រជែងឬក៏លក្ខណៈមួយចំនួនដែលធ្វើឲ្យរិស័យរបស់យើងនឹងអាប់ឬក៏មានគ្រោះឬក៏យើងគួរប្រុងប្រយ័ត្ននៅក្នុងចំណោម4ថ្ងៃស្ថិតនៅក្នុង28ថ្ងៃនៃខែ2នេះអញ្ចឹងហើយស្ថិតនៅក្នុងការងារតូចធំរបស់បងប្អូនរិស័យឆ្នាំឆ្លូវដែលមានផ្កាជីវិតដួងចតារិស័យលេខ9បងប្អូនត្រូវរកមនុស្សដែលកើតនៅក្នុងបណ្ដាឆ្នាំទាំងអស់នេះគឺជាមិត្តសម្លាញ់មិត្តអាត់កំបាំងដែលអាចជួយបងប្អូនលោកអ្នកបានគ្រប់កិច្ចការងារតូចធំមិនថាយុទ្ធសាស្ត្រផែនការការងារបច្ចេកវិទ្យាការធ្វើទីផ្សារតំណែងតំណងការលក់ឬក៏ការសិក្សាស្រាវជ្រាវបង្កើតផលិតផលឬក៏តំណែងតំណងតូចធំគឺអាចជួយបងប្អូនលោកអ្នកបានអញ្ចឹងបណ្ដាមនុស្សដែលអាចជួយលោកអ្នកបាននោះគឺអ្នកដែលកើតនៅក្នុងឆ្នាំវកឆ្នាំជូតឆ្នាំមមីហើយនិងឆ្នាំអាសាញ់នេះផងដែរបាទនៅក្នុងនោះផងដែរដើម្បីបង្កើនសក្តានុពលទិសដែលជួយលើករាសីនាំលៀបសំណាងយុះទ្រព្យសម្បត្តិសេចក្តីសុខឲ្យបងប្អូនលោកអ្នកដែលកើតនៅក្នុងរាសីឆ្នាំឆ្លូវគឺមានទិសធំចំនួន4ទី1គឺទិសខាងកើតទី2ត្បូងកើតទី3ទិសខាងជើងនិងទី4គឺទិសខាងត្បូងបាទឥឡូវយើងក៏លេចមើលនៅក្នុងប្រភេទការងារមួយចំនួនទៀតដែលតាក់ទងជាមួយនឹងរាសីឆ្នាំឆ្លូវរបស់លោកអ្នកតាក់ទងជាមួយនឹងអ្វីដែលយើងហៅថាពាក់ព័ន្ធនឹងគេឈ្មោះការងារក្រៅប្រទេសតំណែងតំណងជាមួយនឹងចវាយនេះអ្នកមានអំណាចបណ្ដាញសង្គមឬក៏ការសិក្សាឬក៏យើងអាចផ្ដោតទៅលើគេមរតកអចលនទ្រព្យឬក៏តំណែងតំណងជាមួយអតិថិជនចំណាប់អារម្មណ៍ដំបូងរបស់អតិថិជនដែលគេប្រើប្រាស់ផលិតផលឬក៏ជាសេវាកម្មរបស់លោកអ្នកនៅក្នុងនោះផងដែរបានផ្ដល់នៅឱកាសល្អដែលនាំមកនៅសេចក្តីដែលមានភាពរុងរឿងគឺតំណាងឲ្យអំណាចបនស័ក្តិសមត្ថភាពនៅក្នុងការគ្រប់គ្រងដែលនាំមកនៅសំណាងនឹងអាចទទួលបានតំណែងខ្ពស់ហើយមានឲ្យតម្លៃស្ថិតនៅក្នុងការងារហើយបានបញ្ជាក់ថាបងប្អូនលោកអ្នកមានបញ្ហាអាក្រក់ទាំងអស់នោះឧបសគ្គទាំងអស់នោះនឹងคลายទៅជាឱកាសសម្រាប់លោកអ្នកវិញហើយមានមនុស្សដែលមានឋានៈខ្ពស់ជួយជុំជ្រែងនៅក្នុងនោះផងដែរគឺបង្ហាញភាពជាអ្នកដឹកនាំភាពរុងរឿងសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាធំបានយ៉ាងងាយយ៉ាងណាមិញបងប្អូនលោកអ្នករិស័យឆ្នាំឆ្លូវស្ថិតនៅក្នុងបទអត្ថាធិប្បាយនេះក៏គួរតែប្រុងប្រយ័ត្នបន្ថែមដែរថ្មីត្បិតតែរឿងខ្លះវាល្អក៏សកម្មភាពមួយចំនួនទិសរាសីធ្វើឲ្យយើងធ្លាក់ចុះនោះគឺយើងត្រូវប្រុងប្រយ័ត្នចំពោះបណ្ដាការរំខានយឺតយ៉ាវនៅក្នុងការងារផ្សេងគួរប្រុងប្រយ័ត្នឲ្យចំពោះការប្រើប្រាស់នៅក្នុងការធ្លាក់ចុះនៃលុយកាក់ឬក៏ភាពជោគជ័យដែលមានការបាត់បង់ទៅវិញណាអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នចំពោះកត្តាទាំងអស់ហ្នឹងឬក៏វាតាក់ទងជាមួយនឹងរឿងបញ្ហារងរបួសគ្រោះថ្នាក់បន្តិចបន្តួចដែលធ្វើជាឧបសគ្គដល់សុខភាពរបស់យើងនៅក្នុងរឿងស្អីមួយដែលនឹកស្មានមិនដល់
chẳng có vì đầm nang ao ca miên ca phôn phải trở lắm rư có ca các bót tranh pi mà nút để snat snal rư mình cho sầm rong chỉ một được sạch nhiệt rư có sầm pi tranh âm pi thana lơ ở sạch đại bản đa âm pi cả ta kháng trái rư có mà nút để nơi trong vinh luôn bảo dớ để dương mình ai cục con ban rư có bằng hai âm pi bánh ha rương ra một chùm nôn để tha ai ở dương nâng tranh bào kê rư có bạch bong trọp đời xa mà nút để dương tục chất tới khó bạn nếu cứ chia sẻ cái đấy thì dân cua phong vật chất chùm po càng nghiêng nơi nông sừng cung hàng cày rồi bỏ nè lục nè ấy lấy dân về đất mơ nơi nông cà ta lôi cạ hè ranh và thọ trọp sầm bạn nên xét từ cách rồi bỏ lục nè với mà đó cứ để xây chăm lấy cứ lôi cạ hồ trôi tràn tẹt tông nâng bạc khai bạc chùm nô để tiên to ban một ông pi càng nghĩa để miền đầm này cho bạc lo chẳng bao sân chỉ lôi tranh vẫn cứ thà chỉ ca nghĩ đa tẹt tông chỉ mỗi nửa riêng đa dương chậm nái để không ca với nhiều tê rồi có tinh ốp co ca nghĩ ở đó có chậm nái tẹt tông chỉ mỗi nửa ca bằng răng kê mua bạn là nó đôi thay dương với nhiều tê cho bạn chẳng đầm bầu miên của ta công rùm păng để liệp sầm nang thà ban mà lươn hai dương trai từ vinh lươn á công cất chẳng bạn chẳng hai anh bạn thô cái tha nâng răng mom tam rỉa ca khát không prang prai nâng phim smart trăng rồi bao nhiêu nâng phong đai chẳng lối để cá tranh nhầm pi càng nghe bong bong ôn lục nè nó cứ miên tầng ọc nó cứ bỏ môi ngay mà đại miên ăn tập hiệp lịch lô trá nữa nè thật này không ngày tì bay phong ngày tì pram bạn ngày tì môi bạn ngày tì đập môi đập bay đập pram hai nâng ngày tì mà phay môi thật là không khai pi bạn khai còn pet chăm pi pon mà phay bỏ môi nó cứ miên bản đa ngày tầng ọc nó đại chỉ ngày để vẽ pon chỉ muốn càng nghĩ để nom một là lôi trong bậc sân chỉ lôi tại tông chỉ muốn một là bo rosi bỏ dương vĩnh và về ban mò cao nơi không bản đa ngày tầng này ai bạn chẳng cứ thật này không ngày ti đập buồn bạn ngày ti mà phải buồn bạn chẳng lối tại tông chỉ muốn nắng một là bo chip rồi cả cao với người dùng sen đôi này hai np để bóng ôn miền lôi rồi cả miền thôn thiên á cô bồng non rồi bỏ luôn nè nó cứ bắt đầu từ không an toàn này chỉ vậtในក្នុងការទទួលខុសត្រូវធំនឹងមានទូនាទីជាអ្នកដឹកនាំឬក៏អ្នកតំណាងបាទអញ្ចឹងគឺថាវាមានពេលវេលាល្អសម្រាប់ឲ្យយើងកំណត់គោលដៅនឹងបានច្បាស់លាស់ហើយនឹងមានភាពម៉ឺងម៉ាត់ហ្មត់ចត់ឥឡូវយើងកលេចមើលតាក់ទងជាមួយនឹងសិទ្ធិហើយនៅអំណាចរបស់បងប្អូនលោកអ្នករិស័យឆ្នាំឆ្លូវស្ថិតនៅក្នុងខែ2នេះវិញម្ដងការដែលកើនឡើងណាមានការកើនឡើងស្ថិតនៅក្នុងខែ2នេះនេះជាខែដែលសិទ្ធិអំណាចរបស់លោកអ្នកកើនឡើងហើយនឹងត្រូវបានគេគោរពគេទទួលស្គាល់គេយកចិត្តទុកដាក់ឲ្យតម្លៃឲ្យដឹកនាំប៉ុន្តែនៅក្នុងរឿងល្អៗទាំងអស់នោះក៏បងប្អូនលោកអ្នកគួរប្រុងប្រយ័ត្នចំពោះបាទការងារទាំងឡាយដែលវាធ្វើឲ្យសម្ពាធយើងខ្ពស់ឬក៏សម្ពាធយើងខ្លាំងណាអញ្ចឹងប្រយ័ត្នចំពោះចំនួនជាមួយនឹងអ្នកមានអំណាចឬក៏មានការភ័ន្តច្រឡំលើទូនីតិឬក៏ដែនកំណត់មានន័យថាយើងធ្វើលើសដែនកំណត់ណាលើសទូនីតិសមត្ថភាពលទ្ធភាពរបស់យើងបាទដែលធ្វើឲ្យមានបញ្ហានៅក្នុងកន្លែងការងារបាទអញ្ចឹងយើងគួរយកចិត្តទុកដាក់ចំពោះសិទ្ធិទូនីតិដែលយើងកំពុងតែមានស្ថិតនៅក្នុងខែ2នេះចឹងរឿងរ៉ាវដែលយើងគួរប្រុងប្រយ័ត្នតាក់ទងជាមួយនឹងរឿងអវិជ្ជមានដែលធ្វើឲ្យរិស័យរបស់យើងធ្លាក់ចុះហើយវាមានបញ្ហាឆ្លោះទាស់ទេឬការយល់ច្រឡំពីអ្នកធំណាវាមានចំនួន6ថ្ងៃស្ថិតនៅក្នុងខែ2ហ្នឹងគឺថ្ងៃទី5 6 15 16ហើយនឹងថ្ងៃទី25 26អញ្ចឹងបងប្អូនគ្រាន់តែដឹងជាព័ត៌មានហើយកុំភ័យកុំខ្លាចមិនមែនរឿងអវិជ្ជមានបញ្ហាទាំងអស់នោះវាត្រូវតែកើតឡើងគ្រប់ម៉ាត់គ្រប់ឃ្លាទាំងអស់នោះទេគ្រាន់តែជាព័ត៌មានគ្រាន់តែជាហេតុការណ៍ឲ្យយើងដឹងមុនកាលណាយើងដឹងមុនយើងអាចដើរទៅរកផ្លូវសុវត្ថិភាពឬក៏គិតត្រិះរិះពិចារណារកដំណោះស្រាយទៅលើបញ្ហាណាមួយឬក៏យើងត្រៀមលក្ខណៈទុកជាមុនរួចជាស្រេចអញ្ចឹងនៅពេលដែលបញ្ហាមកដល់យើងមានដំណោះស្រាយរួចជាស្រេចអញ្ចឹងគ្រប់ការងារដំណើរជីវិតដែលបងប្អូនធ្លាប់ជួបកន្លងមកគឺអញ្ចឹងមិនដែរឬទេបាទបើអញ្ចឹងគឺថាបងប្អូនមិនបាច់ភ័យខ្លាចរហូតដល់ថ្នាក់មិនហ៊ានធ្វើអីធ្វើឲ្យខាតបង់ប្រយោជន៍នោះទេបាទអញ្ចឹងហើយបើមានបញ្ហារឿងណាយើងដោះស្រាយបញ្ហារឿងហ្នឹងបាទកុំខ្លាចត្រូវប្រឈមជាមួយនឹងបញ្ហាទាំងអស់នោះដូច្នេះដើម្បីបង្ការបន្ថែមនៅបញ្ហាផ្សេងដែលវាអាចកើតមានឡើងជាយថាហេតុព្រោះតែយើងបានប្រើប្រាស់នៅក្នុងធម្មពលទេសអវិជ្ជមានធ្វើឲ្យរិស័យរបស់យើងធ្លាក់ចុះនោះ
មនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវដែលមានជោគជតារិស័យឬក៏ដួងជតារិស័យលេខ9គួរជៀសវាងនៅក្នុងបណ្ដាទិសអវិជ្ជមានទាំងអស់នេះដែលនាំដែលធ្វើឲ្យកើតឧបសគ្គឬក៏រិស័យរបស់យើងធ្លាក់ចុះបាត់បង់នៅកិត្តិយសកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិបញ្ហាសុខភាពការងារមុខរបរហិរញ្ញវត្ថុរបស់យើងអញ្ចឹងទិសមិនល្អទាំង4នេះគឺមានទិសខាងជើងកើតទី1ទិសលិចទី3ត្បូងលិចនេះ3បាទហើយនឹងជើងកើតនេះ4បាទអញ្ចឹងសរុបម្ដងទៀតគឺថាមាន4ទិសដែលមិនល្អណាគឺទី1គឺខាងជើងកើតទី2គឺទិសខាងលិចទី3គឺត្បូងលិចទី4គឺទិសខាងជើងលិចបាទអញ្ចឹងទិសទាំង4នេះមិនល្អចំពោះរាសីឆ្នាំឆ្លូវដែលមានជោគជតារាសីលេខ9នោះទេអញ្ចឹងយើងក៏លេខមើលនៅក្នុងចំណុចដែលតាក់ទងជាមួយនឹងតំណែងតំណងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារប័ណ្ណការលក់អញ្ចឹងចំណុចមានចំណុចល្អឬក៏ដែលយើងហៅថាចំណុចវិជ្ជមាននិងចំណុចមិនល្អដែលយើងហៅថាបញ្ហាប្រឈមឬក៏ចំណុចដែលប្រឈមអញ្ចឹងរឿងដែលល្អនេះគឺបង្ហាញអ្វីខ្លះទៅថារឿងដ៏ល្អគឺបង្ហាញអំពីគ្រួសារមិត្តភ័ក្តិមានភាពស្និទ្ធស្នាលមានកម្លាំងចិត្តមានការគ្រប់គ្រងរឹងមាំបាទអញ្ចឹងយើងឃើញថាចំពោះការងារតូចធំរបស់បងប្អូនលោកអ្នកគឺមានសេចក្តីល្អប្រសើរនៅក្នុងតំណែងតំណងមានការជួយជុំជ្រែងរឿងធំនឹងคล้ายទៅជារឿងតូចបាទសំណាងល្អហើយវានិយាយរួមទៅគឺថាវាជួយរំលាយសោយយើងកុំឲ្យសោយនឹងវាមានបញ្ហាក្រោមឥទ្ធិពលនៃជោគជតារិស័យឬក៏ធម្មពលនៃតារាសាស្ត្រមួយចំនួនធ្វើឲ្យបងប្អូនលោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបានពរជ័យយ៉ាងល្អប្រសើរហើយមានសំណាងល្អនៅក្នុងដល់ខ្លួនមិនថាជាមនុស្សប្រុសឬក៏ជាមនុស្សស្រីជាភរិយាមនុស្សប្រុសជាស្វាមីនឹងទទួលបានសុភមង្គលនៅក្នុងកិច្ចការងារតូចធំហើយមានសេចក្តីថ្លៃថ្នូរទ្រព្យសម្បត្តិបាទមានអាជីវកម្មបាទប្រកបដោយការអភិវឌ្ឍហើយធ្វើឲ្យជីវភាពរបស់យើងធូរធារនេះគឺជារឿងល្អហើយចំពោះរឿងការវិនិយោគរឿងការងារតូចធំគោលបំណងនៃជីវិតរបស់យើងបាទដែលយើងនឹងត្រូវធ្វើហ្នឹងគឺមានរឿងល្អជាច្រើនដែលយើងអាចតំណែងតំណងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនក៏ដូចជារឿងដែលយើងអាចទទួលបាននៅការគ្រប់គ្រងចេញអំពីបុគ្គលិកតូចធំប្រុសស្រីនៅខាងក្នុងកន្លែងក្រុមហ៊ុនយើងនៅជាអង្គភាពយើងទទួលបានការគោរពនិងទទួលបានគេឈ្មោះល្អប្រសើរនៅក្នុងនងផងដែរស្ថិតនៅក្នុងខែ2នេះអ្វីដែលបងប្អូនលោកអ្នកគួរប្រុងប្រយ័ត្នមិនថាតំណែងតំណងឬក៏ក្នុងមុខរបរតូចធំឬក៏ស្ថិតនៅក្នុងការវិនិយោគក៏ដូចជាតំណែងតំណងជាមួយនឹងមនុស្សនៅខាងក្រៅបង្គាប់កូនចៅប្រុសស្រីបរិវារបុគ្គលិកប្រុសស្រីនេះគួរយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងឡាយនោះដែលយើងធ្វើទៅវាខ្វះផែនការបាទចឹងផលប៉ះពាល់ទាំងអស់នោះវាធ្វើឲ្យប៉ះពាល់ដល់អ្វីខ្លះចំពោះរាសីឆ្នាំឆ្លូវរបស់លោកអ្នកបាទចឹងយើងក៏លេចមើលនៅក្នុងផលប៉ះពាល់គឺលក្ខណៈប្រឈមគឺវាធ្វើឲ្យលោកអ្នកមានភាពតានតឹងបាទតានតឹងជាមួយនឹងដៃគូគឺសំដៅទៅលើប្តីប្រពន្ធយើងឬក៏ដៃគូអាជីវកម្មរបស់យើងហ្នឹងឬក៏មនុស្សជាទីស្រឡាញ់ហ្នឹងគឺធ្វើម៉េចឲ្យវាមានកុំឲ្យមានភាពតានតឹងនឹងខ្លាំងពេកឲ្យវាមានតុល្យភាពនៅក្នុងការងារនិងជីវិតផ្ទាល់ខ្លួនផងដែរគាត់ថាបែងចែកកុំឲ្យមានបញ្ហាអញ្ចឹងហើយបានមានបញ្ហាអញ្ចឹងបងប្អូនរិស័យខាងលើគឺធម្មពលធាតុឈើរិស័យខាងក្រោមធម្មពលធាតុដីឈើមានឥទ្ធិពលបង្ក្រាបដីដូច្នេះការនិយាយស្ដីគឺហង្សានេះមិននាំមកនៅសេរីសួស្ដីមិននាំមកនៅទ្រព្យសម្បត្តិការអភិវឌ្ឍនៅក្នុងគ្រួសារឬក៏ក្នុងក្រុមហ៊ុនរបស់បងប្អូនឡើយបាទអញ្ចឹងវាអាចកើតមាននៅក្នុងបណ្ដាថ្ងៃងាខ្លះដែលមានធម្មពលអវិជ្ជមានទាំងអស់ហ្នឹងបាទពីព្រោះថារិស័យខាងលើឆ្លូវរិស័យខាងក្រោមម៉ែបង្ហាញអំពីភាពឆុងគ្នាអញ្ចឹងដោយសារតែបងប្អូនលោកអ្នកមានរិស័យខ្លាំងត្រូវការធម្មពលធាតុដីអញ្ចឹងការនិយាយស្ដីតាក់ទងជាមួយនឹងរឿងរកស៊ីហ្នឹងគឺគួរប្រុងប្រយ័ត្នចំពោះការងារដែលបែងចែករឿងខុសត្រូវឬក៏យកលុយជាធំនោះខ្លាំងពេកវាធ្វើឲ្យមានបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងវាអាចកើតមានឡើងស្ថិតនៅក្នុងថ្ងៃណាខ្លះគាត់ថាស្ថិតនៅក្នុងថ្ងៃទី6ថ្ងៃទី16និងថ្ងៃទី26ដែលវាមានភាពលេចធ្លោហើយក៏វាស្ថិតនៅក្នុងបណ្ដាថ្ងៃមួយចំនួនដែលបងប្អូនអាចសម្គាល់បន្ថែមទៀតបានបាទស្ថិតនៅក្នុងថ្ងៃទី10ថ្ងៃទី20បាទអញ្ចឹងឃើញថា5ថ្ងៃទាំងអស់នេះគឺជាថ្ងៃដែលយើងគួរប្រុងប្រយ័ត្នកុំឲ្យវាមានចំនួនពាក្យសម្ដីទៅកាន់គ្នានឹងគ្នាទៅវិញទៅមកឥឡូវបើយើងក៏លេខមើលតាក់ទងជាមួយនឹងអ្នកនៅលីវណាអ្នកនៅលីវគឺបង្ហាញថាបើជាមនុស្សស្រីគឺតំណាង
ឲ្យឱកាសនៅក្នុងការជួបមនុស្សប្រុសដែលជាអនាគតស្វាមីល្អមួយរូបចូលមកក្នុងដំណើរជីវិតឲ្យពួកគាត់គឺមានទូនីតិឋានៈនៅក្នុងសង្គមទូនីតិធំនៅក្នុងស្ថាប័នរដ្ឋឬក៏ជាមនុស្សដែលមានសមត្ថភាពនៅក្នុងការរកលុយឬក៏ជាអ្នកដែលមានសមត្ថភាពនឹងមនុស្សល្អបាទអញ្ចឹងបងប្អូនមនុស្សស្រីដែលកើតនៅក្នុងឆ្នាំឆ្លូវនឹងមានឱកាសច្រើនដែលជួបគ្នាជាមួយនឹងការងារនៅក្នុងសង្គមខាងក្រៅបាទចឹងបើជួបគ្នាក្នុងស្ថាប័នឬក្នុងក្រុមហ៊ុនឬកន្លែងយើងធ្វើការហ្នឹងបុគ្គលហ្នឹងគឺល្អជាងម្នាក់ដែលមានអំណាចរៀងមៀតធំបាទឬខ្ពស់ឬក៏អ្នកមានអំណាចជាមនុស្សដែលមានសម្ដីកាចនោះបាទអញ្ចឹងបើជួបនៅក្នុងចន្លោះកន្លែងការងារហើយយើងឃើញថាបើសិនជាស្ត្រីដែលជួបនៅឱកាសស្វាមីនោះក៏មានគូប្រកួតប្រជែងដែរបាទមានមនុស្សស្រីដែលគេចង់បានបរិសុទ្ធនឹងជាស្វាមីដូចតែអ្នកអញ្ចឹងបាទប៉ុន្តែលោកអ្នកត្រូវតែប្រជែងពីព្រោះថាការរើសអនាគតស្វាមីនោះមិនមែនចេះតែចែករំលែកទៅមិត្តភ័ក្តិទេអញ្ចឹងអាស្រ័យទៅលើផលបន់ផលប្រេងឬក៏ការសាងបន់រួមគ្នាមិនអាចកើតជាប្តីប្រពន្ធបានមិនមែនប្តីប្រពន្ធចែកគ្នាដូចនំពុម្ពទេបងប្អូនវាមិនមែននំគ្រុកនំពុម្ពដែលយើងហែកចែកគ្នានោះទេអញ្ចឹងយើងឃើញថាដោយឱកាសរបស់បងប្អូនរាសីឆ្លូវនេះមានឱកាសជួបជាមួយនឹងអនាគតស្វាមីនឹងដល់12រូបក្នុងពេលតែមួយហើយក៏មានការប្រជែងជាមួយនឹងមិត្តភ័ក្តិស្រីឬក៏អ្នកដែលស្គាល់ឬក៏អ្នកដែលផ្សេងទៀតដែលគេចង់បានបរិសុទ្ធល្អដូចតែយើងចឹងដែរប៉ុន្តែប៉ុនយើងខ្ពស់ជាងយើងអាចទទួលបានមនុស្សល្អចូលមកក្នុងជីវិតនេះគឺជាឱកាសសម្រាប់អ្នកដែលក្នុងអាយុចន្លោះពី18ឆ្នាំទៅ30ឆ្នាំហើយចង់ត្រូវការរកគូអនាគតបាទស្វាមីហើយចំពោះមនុស្សប្រុសវិញផងដែរក៏ទទួលបានណានៅអនាគតភរិយានឹងល្អប្រសើរដែរដែលអាចជួបគ្នានៅក្នុងបណ្ដាថ្ងៃទាំងអស់នេះបាទជាថ្ងៃដែលបើកឲ្យយើងនឹងអាចជួបគ្នាហើយយើងពិនិត្យមើលនៅក្នុងការងារតែតាក់ទងជាមួយនឹងអនាគតភរិយានោះចឹងស្ថិតនៅក្នុងថ្ងៃទី13 14បាទថ្ងៃទី23 24ហ្នឹងគឺឱកាសជួបអញ្ចឹងបើថាតើក្នុងថ្ងៃពីរហ្នឹងថ្ងៃបណ្ដាថ្ងៃណាដែលល្អបាទគឺស្ថិតនៅក្នុងថ្ងៃទី13និងថ្ងៃទី23ហ្នឹងគឺអនាគតភរិយានឹងល្អជាងពេលដែលយើងជួបនៅក្នុងថ្ងៃទី14និងថ្ងៃទី24បាទហើយកលេចមកវិញចំពោះការធ្វើទីផ្សារឱកាសនៅក្នុងការបាត់ការលក់បើលោកអ្នកមិនមែនជាអ្នកដែលត្រូវការតន់យកប្តីប្រពន្ធនោះទេជាអ្នករកស៊ីឬក៏អ្នកដែលមានគូសកលហើយមានប្តីប្រពន្ធហើយណាជាអ្នកអាជីវកម្មអាជីវករទៅថាលក់ដូរដាច់ណាស្ថិតនៅក្នុងខែនេះគឺមានម៉ួយមានអតិថិជនជួយគ្រប់គ្រងច្រើនស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់ហ្នឹងបាទថ្ងៃណាខ្លះទៅថាថ្ងៃទី5ទី6 15 16 25 26គឺថារលុយបានច្រើនហើយបើយើងអ្នកធ្វើការវិញអត់ជាអ្នករកស៊ីគឺទទួលបានការងារឱកាសការងារថ្មីការឡើងទូនាទីឋានន្តរស័ក្តិឬក៏មុខតំណែងនៅក្នុងស្ថាប័នមួយនៅក្នុងអាជីវកម្មមួយនៅក្នុងមុខរបររបស់យើងនឹងគឺមានភាពរីកចម្រើននេះគឺជាឱកាសល្អដែលស្ថិតនៅក្នុងខែ2ដែលរាសីឆ្នាំឆ្លូវរបស់លោកអ្នកនឹងគឺទទួលបានអញ្ចឹងយើងក៏លេចមើលជាមួយនឹងរឿងគ្រួសារមិត្តភ័ក្តិវិញម្ដងថាមានភាពចុះសម្រុងនឹងគ្នាហើយគ្រួសារជាទីពឹងពាក់ដ៏ល្អប្រសើរមានការជួយគ្រប់គ្រងនិងកាត់បន្ថយភាពតានតឹងនៅក្នុងការងារហើយត្រូវយកចិត្តទុកដាក់ចំពោះការចំណាយពេលយកចិត្តទុកដាក់ចំពោះការផ្ដល់ឲ្យនៅមនុស្សចាស់ឬក៏ផ្ដល់នៅការគ្រប់គ្រងដល់អ្នកវិញបាទអញ្ចឹងគឺថាមានមនុស្សដែលជួយគ្រប់គ្រងមិត្តភ័ក្តិគ្រួសារឬក៏ជាពិសេសសាច់ញាតិជាឪពុកម្ដាយឬក៏ជាជីដូនជីតារបស់លោកអ្នកនឹងតែម្ដងបាទអញ្ចឹងយើងឃើញថាកត្តាទាំងអស់នេះបើសិនបើយើងពិនិត្យលើសុខភាពវិញបាទសុខភាពវិញម្ដងគឺរឿងខ្លះវាមានភាពតានតឹងដែរដូចបានបញ្ជាក់មិញអញ្ចឹងដោយសារឆ្លូវនៅខាងលើមិនមែននៅខាងក្រោមអញ្ចឹងសុខភាពវាមានសម្ពាធខ្លាំងសុខភាពវាប៉ះពាល់នឹងមានភាពតានតឹង stress ថប់អារម្មណ៍បាទអញ្ចឹងវាតាក់ទងជាមួយនឹងថ្លើមបាទតាក់ទងជាមួយនឹងសរសៃប្រសាទតាក់ទងជាមួយនឹងក្រពះតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារអញ្ចឹងត្រូវថែរក្សានៅការហូបចុកអាហារហ្នឹងឲ្យបានល្អនិងមានអនាម័យបាទជួយកាត់បន្ថយបញ្ហារឿងរំលាយអាហារកាត់បន្ថយភាពតានតឹងហើយក៏ដូចជារឿងបញ្ហាតាក់ទងរឿងថ្លើមនឹងផងដែរហើយរឿងដៃជើងខ្លះហ្នឹងបងប្អូនលោកអ្នកហ្នឹងអាសាចុកស្លាកដៃស្លាកជើងដែរអញ្ចឹងត្រូវប្រុងប្រយ័ត្នហើយចំពោះបញ្ហាមួយចំនួនហ្នឹងគឺបងប្អូនហ្នឹងគឺអាសាដូចថាមានកន្លែងខ្លះគឺរយកញ្ចឹងកអីចឹងណាហើយក៏មានការយកចិត្តទុកដាក់ចំពោះអនាម័យមាត់ធ្មេញនឹងផងដែរ
chẳng đầm bay ở đây xây rồi bong bong ôn căn tayប្រសើរឡើងការដែលយើងនឹងត្រូវមានការរួមចំណែកនៅក្នុងសង្គមមិនថាការបរិច្ចាគការធ្វើបុណ្យទានឬក៏ការរក្សានៅអំពើល្អធ្វើឲ្យបងប្អូននឹងមានសេចក្តីសុខបងប្អូនអ្នកខ្លះរស់ស៊ីគេជឿណាបងប្អូនធ្វើការរស់ស៊ីទទួលបាននៅប្រាក់ចំណូលហើយគេក៏ធ្វើបុណ្យខ្លាំងណាស់ដែរបាទបុណ្យនឹងគឺជាសេចក្តីល្អដែលជួយទ្រទ្រង់មនុស្សនោះឲ្យទៅកើតឬក៏ឲ្យទៅទទួលបាននៅតម្លៃទទួលបាននៅហិរញ្ញវត្ថុទទួលបាននៅឱកាសបាទសេចក្តីសុខសពកាលនោះអញ្ចឹងការរួមចំណែកការទទួលស្គាល់គឺជាពេលវេលាមួយដែលល្អដល់លោកអ្នកក្នុងការរួមចំណែកជាមួយនឹងសហគមន៍ឬក៏ស្ថាប័ននៅក្នុងតាមរយៈទូនាទីជាផ្លូវការឬក៏កិច្ចការសាធារណៈអញ្ចឹងសកម្មភាពរួមចំណែកនៅក្នុងសប្បុរសធម៌ពាក់ព័ន្ធជាមួយនឹងការអប់រំការកសាងហេដ្ឋារចនាសម្ព័ន្ធដែលនាំមកនៅកេរ្តិ៍ឈ្មោះល្អប្រសើរសម្រាប់លោកអ្នកនឹងផងដែរជូនពរបងប្អូនលោកអ្នកនិង fan គ្រប់គ្នាទាំងអស់រិស័យឆ្នាំឆ្លូវគឺទទួលបានសេចក្តីសុខមានហិរញ្ញវត្ថុរឹងមាំមានសេចក្តីសង្ឃឹមនិងមានភាពជឿជាក់ព្រមទាំងទទួលបានការអភិវឌ្ឍចំពោះការងាររបស់ខ្លួនគ្រប់ការងារតូចធំទាំងអស់មានការអភិវឌ្ឍនិងសុខសុវត្ថិភាពរាល់ការធ្វើដំណើរជិតឆ្ងាយនិងមានការអភិវឌ្ឍសពកាលជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត